ភ្លៀងមកមេយកមិញទៅធ្វើឲ្យតួរបស់យើងនេះដើរទៅព្រៃហែមពៀនហ្នឹងដើម្បីរកផ្លែឈើដោយសារតែគិតថាភ្លៀងមកមេនេះដឹងតែផ្លែឈើរីកអស់ហើយដល់ពេលដើរទៅដល់ហ្នឹងក៏ប្រទះឃើញដើមកន្ទួតម្ដើមដែលវាកំពុងតែផ្លែហើយផ្លែខ្លាំងមែនតើផ្លែឡើងដើមហ្នឹងចង់បាក់ឲ្យឡើងត្រេតតែម្ដងយើងមិនបាច់ទៅដើរចដើបេះអីទេគឺឈោបេះបានផ្លែតាំងពីគល់រហូតដល់ចុងមែកហើយតួរបស់យើងនេះកំពុងតែប្រឡេះយកហើយដោយសារតែវាស្រួលបេះមែនតើហើយកន្ទួតនេះគឺជាប្រភេទកន្ទួតផ្អែមណាតែតាមពិតរសជាតិវាមិនផ្អែមខ្លាំងទេរសជាតិវាគឺជូរអែមហើយបើខ្ចីវិញគឺជូរហើយបើវារិចប្រពន្ធនេះហើយគឺមកឆ្ងាញ់ហើយគឺអំបិលម្ទេសកាពិគោអីហ្នឹងគឺត្រូវតែម្ដងដោយសាររសជាតិវាមិនជូរខ្លាំងហើយក៏មិនផ្អែមខ្លាំងដែរគឺជូរអែមល្មមគឺជាតិតែម្ដងហើយបន្ទាប់ពីតួយើងបេះមិនអស់ចិត្តហើយបានហៅតួមកមួយទៀតគឺដើម្បីជួយបេះដោយសារតែបេះផងថតផងហ្នឹងវាធ្វើឲ្យពិបាកចឹងហើយក៏បន្តការបេះទៀតកុំឃើញកត្រកតូចចឹងណាបេះមួយថ្ងៃបេះអត់ពេញទេកាយដាក់ញាត់តែម្ដងប៉ុន្តែវាអត់ពេញសោះឡើយកត្រកនេះអានេះកត្រកយាយធ្មប់និយាយថាបេះដាក់30គីឡូតែឯងទេមកកត្រកហ្នឹងឃើញទេបេះមួយថ្ងៃទេតែមិនតាន់ពេញកត្រកទៀតឥឡូវបេះទៀតរហូតបេះមកហើយកន្ទួតនេះគឺវានៅសួនតែម្ដងអញ្ចឹងបងអ្នកទាំងអស់គ្នាមានបំណងចង់ភ្លក់រសជាតិអីអាចមកបានណាដោយសារវានៅជាប់ដើមខ្លះអញ្ចឹងបន្ទាប់ពីបេះហើយគឺពេញមកកត្រកតែម្ដងមកកត្រកនេះឃើញតូចអញ្ចឹងណាបណ្ដៃកត្រកវាទម្ងន់បងអ្នកទាំងអស់គ្នាចង់ភ្លក់អាចមកភ្លក់បាននៅខាងសួននគររាជយើងគឺយើងមាន